ตาเมียนគ្នាប្រមាណអ្នកដែលធ្វើការជាមួយឯងប្រាប់លឿមកតើឯងកំពុងតែរកអាត់កំបាំងអ្វីទៅហេតុអីក៏ស្ដេចនគរកោសលបញ្ជូនឯងមកប្រាប់មកហេតុអីលោកធ្វើឃាតព្រះរាជបុត្រប្រាប់លឿមកតើឯងធ្វើស្អីនៅក្នុងនគររបស់យើងស្ដេចរបស់ឯងរៀបចំផែនការប្រឆាំងនគរយើងមែនទេប្រាប់មកទូលមកគុំមិនជាអ្នកយកការអីទេធ្វើឲ្យវាឈឺចាប់ទៅយើងសួរឯងរឿងការពីមុនទូលមកគុំមិនមែនអ្នកចូលដៃឬក៏អ្នកយកការឲ្យស្ដេចនគរកោសលទេហើយទូលមកគុំមិនមែនជាចៅលួចរបស់សម្ងាត់ដែរហើយឯងចង់ធ្វើគៀតព្រះរាជបុត្រស្នងរាជព្រោះខ្ញុំបានឃើញទ្រង់នៅជាមួយស្រីដែលខ្ញុំស្រឡាញ់ឯងបានឃើញផងហ៎គេនិយាយត្រូវឲ្យព្រះពេតុលាគេស្រឡាញ់គ្នាជាមួយនឹងអូមីឡាស្រីស្នំមែនទេដែលគេស្រឡាញ់នោះក្រាបទូលគេកំពុងតែធ្វើឲ្យវាសនារបស់យើងវិលក្លាប់ចាក់ហើយគេគ្រាន់តែជាអ្នកយកការម្នាក់ប៉ុណ្ណោះគេគឺជារាជទូតដែលបាននាំយើងចេញពីស្ដេចនគរកោសលនោះអីយើងមិនអាចដោះលែងគិញម្នាក់នេះឲ្យទៅប្រឆាំងនឹងច្បាប់ទេព្រះរាជបុត្រព្រះពេតុលាក៏មិនអាចធ្វើបាបអ្នកការទូតដែលប្រឆាំងជាមួយនឹងច្បាប់ដែរគេធ្វើតាមព្រះរាជបញ្ជារបស់ស្ដេចគេប៉ុណ្ណោះព្រះរាជទូតមិនដែលវាយប្រហារទៅលើព្រះរាជបុត្រស្នងរាជទេតែគេហ៊ានវាយប្រហារទៅលើព្រះរាជបុត្រគ្នាវាមិនតេតងជាមួយនឹងរឿងនេះទេហេតុអីក៏មិនបានតែគឺវាយប្រហារទៅព្រះរាជបុត្រព្រោះគេជាគិញសម្ងាត់ដោយសារគេមិនមែនជាគិញសម្ងាត់ទើបហ៊ានវាយប្រហារទៅបង្គំសូមដោះលែងគេទៅព្រះបត្រាមិនអាចបញ្ជាបានទេនេះជាអំណាចរបស់ព្រះបត្រាហើយវាក៏ជាបញ្ហាផ្នែកសុវត្ថិភាពសន្តិសុខដែរមានតែព្រះអង្គមួយអង្គគត់ដែលអាចបញ្ជាបានព្រះពេតុលាមិនអាចធ្វើទរណកម្មគេបាននោះទេការធ្វើទរណកម្មក៏មិនមែនជាអំណាចរបស់ព្រះពេតុលាដែរព្រះពេតុលាគួរតែរងចាំព្រះអង្គយាងមកវិញសិនក្នុងនាមទូបង្គំដែលជាព្រះបត្រាស្នងរាជសូមធានាអំពីសុវត្ថិភាពដោយអង្គឯងយើងចង់ឲ្យអ្នករាល់គ្នាទុកទូននីតិនេះឲ្យយើងជាអ្នកដោះស្រាយយើងចង់និយាយជាមួយនឹងបាល់ដៃជារឿងផ្ទាល់ខ្លួនព្រះបត្រាទូលបង្គំមិនឲ្យព្រះអង្គនៅជាមួយគេទេខ្លាចគេធ្វើអ្វីចំពោះព្រះអង្គក្រាបកុំបារម្ភអីយើងមានសុវត្ថិភាពហើយយើងចង់និយាយពីរឿងផ្ទាល់ខ្លួនជាមួយគេបន្តិចតើបានទេស៊ីថាត់កំពុងតែបង្ហាញអំណាចគ្រប់គ្រងលើយើងហើយលោកគឺជាគិញសម្ងាត់ដែលយកការអនុគរកុសលមែនទេទូលបង្គំអត់ទេទូលបង្គំគឺជារាជទូតដែលមានសង្សារម្នាក់នៅទីនេះហេតុអីក៏លោកវាយប្រហារមកលើយើងអញ្ចឹងទ្រង់បានជ្រាបច្បាស់ហើយថាទូលបង្គំស្រឡាញ់អូមីឡាទូលបង្គំមិនអាចទ្រាំឃើញអ្នកណាម្នាក់នៅជាមួយនឹងនាងបានទេយើងស្ញប់ស្ញែងអំពីភាពក្លាហានរបស់លោកណាតើមាននរណាម្នាក់ទៀតដែលស្រឡាញ់គ្នាខ្លាំងបែបនេះព្រះបត្រាពេលដែលមានស្នេហាព្រះបត្រានឹងបានជ្រាបច្បាស់ហើយប្រហារមកលើយើងអញ្ចឹងលោកពិតជាមិនអាចស្លាប់បានទេទូលបង្គំដឹងហើយថាព្រះបត្រាព្យាយាមនៅក្បែរសង្សារទូលបង្គំហើយនាំនាងដើរកំសាន្តចំពោះមុខទូលបង្គំយើងមិនដែលនាំនរណាម្នាក់ដើរកំសាន្តទេយើងគ្រាន់តែចង់យកគេធ្វើជាមិត្តអូមីឡាមិនបានស្រឡាញ់យើងទេគេស្រឡាញ់លោកតែម្នាក់គត់លោកចង់រៀបការជាមួយនាងដែរទេ
លោកចង់បាននាងធ្វើជាភរិយារបស់លោកទេយើងសូមសន្យាថាលោកប្រកាសជាបានរៀបការជាមួយអូមីឡាព្រះបត្រាជាក្សត្រមួយអង្គដែលអស្ចារ្យណាស់ក្រាបទូលព្រះរាជបុត្រកំពុងព្រះចិន្តាពីអ្វីទៅផ្លេចពាក់គ្រឿងអលង្ការឲ្យព្រះពរឡាស៊ីកាតើនាងធ្លាប់ធ្លាក់ក្នុងលំស្នេហ៍ជាមួយនរណាម្នាក់ទេនាងមិនទាន់ឆ្លើយប្រាប់យើងនៅឡើយទេតើនាងយល់ថាយើងគួរតែមានបទពិសោធន៍អំពីរឿងស្នេហាទេឆ្លើយសំណួររបស់យើងសិនមកហេតុអីទៅខ្ញុំម្ចាស់គិតថាព្រះបត្រាមិនសួរខ្ញុំម្ចាស់នោះទេព្រះពរតើយើងធ្វើត្រឹមត្រូវដែរទេបើសិនជាយើងឲ្យសង្សារពីរនាក់បានរៀបការជាមួយគ្នាពិតមែនទេព្រះបត្រាមានឧត្តមគតិខ្លាំងណាស់អ្នកណាម្នាក់ទៅមានសំណាងរកឃើញស្នេហានៅក្នុងជីវិតរបស់គេនោះយើងនិយាយប្រាប់នាងដើម្បីចង់ឲ្យនាងជូនពរដល់យើងនឹងឲ្យពួកគេទៅពីអ្នករៀបការជាមួយគ្នាសិដ្ឋានត្រង់គឺមានមនុស្សគួរឲ្យស្រឡាញ់ខ្លាំងណាស់ពេលនេះអ្នកណាទៅស្រឡាញ់ត្រង់នោះគឺមានតែយ៉ាសុធារាទេគឺជាស្នេហារបស់ត្រង់រាជបុត្រតាបាត់ដៃយ៉ាងម៉េចហើយព្រះពរគេដាក់ទណ្ឌកម្មឲ្យមែនទេតាគេដោះលែងគាត់ទេគេសួរពីខ្ញុំម្ចាស់ទេនាងឲ្យយើងនិយាយសិនទៅបានទេគេមានសុវត្ថិភាពហើយយើងបានទៅជួបគេមុននេះបន្តិចតាគេនិយាយអ្វីខ្លះទៅព្រះពរតាគេពិតជាស្រឡាញ់ខ្ញុំម្ចាស់ដែរទេព្រះពរពេលនេះសូមនាងឆ្លើយនឹងសំណួររបស់យើងសិនមកបាត់ដៃគេចង់រៀបការជាមួយនាងតើនាងជឿជាក់ទៅលើបាត់ដៃទេហើយទៅនៅនគរកោសលជាមួយគេព្រះប៉ម្ចាស់ពេលនេះយើងសូមសន្យាជាមួយនាងថាយើងនឹងឲ្យអ្នកទាំងពីររៀបការជាមួយគ្នាកាញ្ជនីនឹងឯណាហ៎យ៉ាងមិនទៅហើយមកហើយនេះយើងចង់ជួបជាមួយនឹងកាញ្ជនីទៅណាហើយហៅនាងមកសូមព្រះជាទានតួខ្ញុំម្ចាស់ផងព្រះពរតែកាញ្ជនីមិនអាចមកកំដរត្រង់បានទេនៅពេលយប់នេះព្រោះនាងមិនស្រួលខ្លួនព្រះពរយើងក៏គ្មានអារម្មណ៍ល្អដែរបើគ្មានកាញ្ជនីនោះនាងមានជំងឺក្តៅខ្លួនឲ្យព្រះពរម្ចាស់យើងក៏មានជំងឺក្តៅខ្លួនដូចគ្នាដែរយើងក្តៅខ្លួនព្រោះកាមតណ្ហាដូច្នេះហើយតើអ្វីទៅដែលឲ្យនាងមានជំងឺនោះឆាប្រាប់យើងមកឆាប្រាប់ភ្លាមមក
នេះណាយើងមានថ្នាំព្យាបាលឲ្យនាងឆាប់ទៅហៅនាងមកនៅពេលនេះភ្លាមរើសវាយកទៅរើសភ្លាមទៅហៅកាញ់ជនីមកឥឡូវនេះភ្លាមមកហៅនាងមកម្ ចាស់បងនាងបាននិយាយប្រាប់ម្ចាស់បងហើយថាកាញ់ជនីមិនសូវស្រួលខ្លួនទេ នេះគឺជាដំណាក់ស្រីសំណំវាមិនមែនជាសាលារៀនទេឬមួយជាសាលប្រជុំឡើយព្រះអនុជមិនអាចចេញបញ្ជាទីនេះបានទេតើយល់ដែរទេយល់ទេនេះគឺជារឿងរវាងកាញ់ជនីនិងយើងទេឆាប់ទៅហៅនាងមកមហិននេះនាងដឹងដែរទេយើងមិនអាចសប្បាយបានទេនៅពេលយប់នេះដោយមិនបានឃើញកាញ់ជនីរំកំដរយើងណាទៅហៅនាងមកទីនេះមក ព្រះបងម្ យើ ចា ង ស់ ជឿថានាងទៅហៅកាញ់ជនីមកឲ្យយើងកាញ់ជនីនឹងនៅទីនេះហើយនាងនឹងរំកំដរយើងនាងនឹងកំដរយើងជាមួយនឹងការរំរបស់នាង កាញ់ជនីកាញ់ជនី ឆាប់មករកយើងមកចាប់ផ្ដើមបញ្ចេញក្បាច់រំនឹងសម្រស់នាងភ្លាមទៅឆាប់រំទៅប្រគំតន្ត្រីទៅឆាប់រំទៅ នាងឈប់រំធ្វើស្អីទៅហេតុអីក៏មិនរំបន្តទៀត ប៉ុណ្ណឹងបានហើយម្ចាស់បងពួកយើងទាំងអស់គ្នាកំពុងតាមមកដោយសារតែម្ចាស់បង ព្រះអនុជគួរតែត្រឡប់ទៅវិញទៅកន្លែងនេះវាគួរឲ្យអាម៉ាស់ទៅហើយ ម្ចាស់បងក៏បានឃើញហើយថានាងមិនស្រួលខ្លួនទេ អេ នាងគ្រាន់តែជាស្រីស្នំតែប៉ុណ្ណោះទេវាជាទូនាទីរបស់នាងដែលផ្ដល់សេចក្តីសុខឲ្យយើងជាមួយនឹងកាមតណ្ហា ប៉ុន្តែនាងគឺជាមនុស្សណាម្ចាស់បង មិនមែនទេនាងគឺជាស្រីស្នំតែម្នាក់ប៉ុណ្ណោះនាងត្រូវតែធ្វើតាមភារកិច្ចរបស់នាងមិនមានអ្វីក្រៅពីនេះទេ សូមរាជទានទោសឲ្យទូបង្គំផងទៅតែម្ចាស់បងមិនអាចឲ្យនាងកំដរតាមអារម្មណ៍បានទេម្ចាស់បងមិនអាចធ្វើអញ្ចឹងបានទេនៅមានមនុស្សច្រើនអ្នកទៀតម្ចាស់បងអាចប្រាណនាម្នាក់ដើម្បីកំដរការសប្បាយរបស់ម្ចាស់បងបាន យើងជល់ហើយគ្មានបញ្ហាទេព្រះបត្រាសំណងរាជចង់ឲ្យយើងធ្វើបែបនេះមែនទេនៅក្នុងយុគនេះតើបានអ្នកណាផ្ដល់សេចក្តីសុខឲ្យយើងទៅមកអូមីឡាទៅជាមួយនឹងយើងទៅបំរើយើងមកឆាប់ទៅបំរើសេចក្តីសុខឲ្យទេវទត្តទៅ បាទដៃចង់រៀបការជាមួយនាងនាងជឿចិត្តទៅលើបាទដៃហើយរស់នៅជាមួយគេនៅនគរកោសលទេ ព្រះបង យើងសូមសន្យាជាមួយនាងថានឹងឲ្យអ្នកទាំងពីរបានរៀបការជាមួយគ្នា តើវាខុសអ្វីដែរទេព្រះរាជបុត្រហ
ตุអីក៏ព្រះអនុជនៅស្ងៀមព្រះអនុជមិនអាចទ្រាំឃើញអូមេឡានៅចំពោះមុខរបស់ព្រះអនុជទេតើមែនទេរឿងនេះនិយាយវាងាយជាងធ្វើទៅទៀតព្រះអនុជនាងព្រមដែរទេនាងត្រូវការទេបើយើងនិយាយទៅអូមេឡាថាជារឿងធម្មតាទេយើងមិនចង់បាននាងជំនួសកាញ្ចនីទេនាងយល់ទេកាញ្ចនីឆាប់មកតាមយើងមកកាញ្ចនី